ចូលឈរលើជើងខ្លួនឯងដើរដោយជើងខ្លួនឯងចូលជាមិត្តជាសង្សារជាគូព្រមជាមួយនឹងខ្លួនឯងឲ្យអភ័យទោសខមាទោសអរគុណចំពោះខ្លួនឯងស្វាគមន៍និងធម្មៈបដិសន្ធារៈក្នុងដំណើរមកឲ្យជាមនុស្សរបស់ខ្លួនយើងស្រឡាញ់មើលថែរក្សាឧបត្ថម្ភកម្លាំងកាយចិត្តរាប់អានឲ្យតម្លៃមិនមើលងាយខ្លួនឯងឡើយទាំងអស់នេះសរុបមកគឺមិនប្រមាថក្នុងការធ្វើអំពើជាកុសលឬមិនប្រមាថក្នុងការរស់នៅជាជីវិតប្រចាំថ្ងៃលោកនេះមានបន្លាក៏មានការសួនច្បារមាមិនទាស់មិនរោគាមជ្ឈិមាសន្តិមគ្គឃើញទោសមុតបន្លាឃើញស្នេហាការអន្តៈឃើញតាមអរិយមគ្គឃើញសច្ចៈត្រង់ត្រជាក់ស្ងប់ឧបាយដោះស្រាយជាមួយនឹងលោកនេះយើងប្រឆាំងធ្វើខ្លាំងជាមួយមិនបានទុនខ្សោយល្ងងខ្លៅក៏នៅជាប់ខ្នោះជាតោបមកឆ្លាតអ្វីតាមបែបវិទ្យាសាស្ត្រក៏មិនផុតអំពីសេចក្តីភ័យមានតែម្យ៉ាងគត់គឺសិក្សាបរមត្ថធម៌អប់រំចិត្តអប់រំញាណឃើញលោកតាមសេចក្តីពិតដែលលោកនេះមានបច្ច័យកើតឡើងហើយមិនទៀងទាត់ថិតថេរទេវាតែងតែវិនិច្ឆ័យប្រត់ប្រាស់ទៅវិញជាធម្មតាមិនប្រឆាំងទាស់មិនមានឆន្ទៈរាគៈទើបបានលូតផុតទុក្ខថ្ងៃនេះឧបោសថអប់រំចិត្តឲ្យសុខតែម្យ៉ាងទោះទទួលដឹងរឿងអ្វីក៏ដោយចុះថ្វាយបង្គំព្រះក្នុងចិត្តរបស់ខ្លួនឯងពេលខ្លះមើលទៅទេសភាពមិនឃើញមានមនុស្សសោះក៏សប្បាយចិត្តដែរប៉ុន្តែពេលឃើញមនុស្សហើយមានចិត្តមេត្តាក៏បានសុខដូចតែគ្នាដូច្នេះទើបត្រូវថែចិត្តរបស់ខ្លួនដោះស្រាយគ្រប់បញ្ហាបានទាំងអស់ឲ្យចិត្តរបស់យើងស្ងប់ចិត្តរបស់យើងគំគាស់ជាមួយនឹងធម្មជាតិជុំវិញខ្លួនអានឹងគឺរស់នៅបានសុខការសូត្រធម៌ថ្វាយបង្គំព្រះមិនមែនខ្លាំងព្រោះបល័យមិនមែនខ្លាំងព្រោះគាថាមិនមែនខ្លាំងព្រោះមាត់ប៉ុន្តែខ្លាំងព្រោះសតិនៅមានរលឹកបានតាមព្រះធម៌ចិត្តស្ងប់កើតបញ្ញាជីវិតក៏បានប្រសើរមិនខ្លាចបញ្ហាយើងរស់បានដោយបុណ្យនិងសមត្ថភាពគ្រប់សពរបស់យើងព្រមដោយអ្នកមានគុណទោះបីយើងគ្មានអ្វីដូចអ្នកដទៃតែយើងមិនមែនរស់នៅដោយសាររបស់អ្នកដទៃនោះទេរឿងអ្វីដែលយើងមកសុខ
ឬកើតទុកតាមតែអ្នកដតីកំណត់ឲ្យនោះសរសើរបាននិន្ទ្រាបានព្រោះជាចិត្តរបស់អ្នកដតីដូច្នេះអ្នកណាស្រឡាញ់ស្អប់សរសើរនិន្ទាច្រណែនឈ្នានេះមករកយើងគឺជារឿងរបស់អ្នកនោះទេអ្នកដតីគឺជាអ្នកដតីធម្មជាតិមេឃដីក៏ស្អីក៏ដោយចំណែកខ្លួនយើងគឺមានម្ចាស់នៃជីវិតខ្លួនឯងដែលជាអ្នកមើលថែខ្លួនឯងសប្បាយចិត្តតាមសមត្ថភាពរបស់យើងមិនដោយបានទៅបៀតបៀនអ្នកដទៃនោះឡើយចូលលំមចិត្តនឹងជីវិតបច្ចុប្បន្នព្រោះនេះឯងគឺជាសេចក្តីសុខការធ្វើបុណ្យរៀបផែនការសម្រាប់អនាគតត្រឹមត្រូវណាស់តែកង្វល់ក្នុងអនាគតដោយការភ័យខ្លាចគឺល្ងងយើងមិនមែនជាអ្នកសាងលោកតែយើងប្រើលោកនេះបានតាមសំគួរចិត្តដែលប្រះចាកទុក្ខគឺចិត្តដែលបានសិក្សាយល់ដឹងថាជីវិតនេះមិនមានអ្វីសុខនោះទេមិនមែនចេះតែបានអ្វីតាមចង់ឡើយតែលោកនេះមានហេតុផលត្រឹមត្រូវដោយបរមត្ថធម៌គ្រប់រឿងទាំងអស់កុំចេះតែចង់បានរបស់ក្នុងលោកទៅតាមអ្វីដែលអ្នកដទៃគេធ្វើបាននោះព្រោះវាអាចដូចជាឯកគោលដែលធ្វើត្រាប់តាមឯកទឹកហើយតាក់កនឹងសារាយស្លាប់ក្នុងទឹកនោះទៅយើងធ្វើអ្វីដែលយើងអាចធ្វើបានហើយប្រកបប្រជាជាពិសេសគឺវិរិយៈក្នុងការរក្សាចិត្តខ្លួនឯងឲ្យមានផលមានអានិសង្សមិនឲ្យមានរឿងអ្វីដទៃមកជាបញ្ហាបង្កទុក្ខលំបាកនោះឡើយរឿងជីវិតមានការពិតឲ្យសុខចិត្តធម្មមិត្តមិត្តពរល្អទាំងអស់សប្បាយឋានគ្រោះកាយខ្សានបានឃើញកោះជាយាមឆ្ពោះទីពឹងនោះអស់តណ្ហាសប្បាយព្រមល្មមជាមួយនឹងជីវិតសុខចិត្តស្ងប់ព្រោះការពិតតថាគតាត្រជាក់ចិត្តព្រោះការពិតឥតបញ្ហាពណ៌ធម្មតាក្នុងលោកកាដូចនេះឯងមនុស្សយើងតែងគិតឲ្យខ្លួនឯងពូកែប្រសើរអមជាមួយនឹងការបង្អួតបង្អល់និងការសប្បាយរីករាយចិត្តជាអានិសង្សប៉ុន្តែភាពពូកែនៅក្នុងភូមិព្រះអរិយៈគឺមិនមានកង្វល់ក្នុងរឿងចង់ឲ្យខ្លួនឯងពូកែនឹងឯងអ្វីជារបស់ក្នុងលោកបញ្ចប់រឿងត្រឹមការដែលបានប្រគល់ឲ្យលោកនេះវិញដូច្នេះសមាវាយាមៈគឺព្យាយាមមិនបង្អួតបង្អល់
និងសម្ដែងខ្លួនក្នុងភពថ្មីរាល់សេចក្តីទុក្ខផ្លូវចិត្តរួមទាំងទុក្ខវត្តៈសុទ្ធតែកើតអំពីតណ្ហារបស់ខ្លួនឯងទាំងអស់គ្នាគិតហើយកើតទុក្ខចេះតែគិតដូចជីកដីកប់ខ្លួនឯងដោយសារតែការគិតខុសទំនងការសិក្សាព្រះធម៌ជាផ្លូវតែមួយជួយឲ្យឈ្នះចិត្តខ្លួនឯងគឺជោគជ័យឈ្នះសេចក្តីទុក្ខទាំងពួងសេចក្តីល្អក្រៃក្នុងជីវិតដែលយើងគួរបានគឺចិត្តស្ងប់ត្រជាក់ហើយភ្លឺស្វាងមើលឃើញសច្ចធម៌យើងធ្វើក្នុងអ្វីដែលគួរធ្វើឲ្យជាប្រយោជន៍ជាទីពឹងសប្បាយចិត្តព្រោះស្កប់ស្កល់អ្វីនៅសល់យើងប្រគល់ឲ្យធម្មជាតិព្រោះមិនមែនជាការងាររបស់យើងឡើយជារឿងរបស់ធម្មជាតិមិនមែនយើងជាអ្នកសាងឲ្យមានអ្វីនោះទេអ្វីដែលយើងមិនបានសាងយើងត្រូវតែរួចខ្លួនទើបព្រះអរិយមគ្គជាឧបាយនៃការដាក់ចុះនៅភារៈទាំងនេះយើងមើលឃើញភាពល្ងង់របស់មនុស្សយើងនៅត្រង់ថាអ្វីដែលខ្លួនឯងមិនបានធ្វើតែបែរជាចាប់យកមកស្អប់លំបាកចិត្តហើយឆ្ងល់ខ្វល់ខ្វាយជាដើមដូចជាពេលវេលាយប់ថ្ងៃយប់ក៏យប់ទៅថ្ងៃក៏ថ្ងៃទៅមានរឿងអ្វីត្រូវលំបាកចិត្តព្រោះមិនមែនយើងជាអ្នករៀបចំឲ្យមានថ្ងៃយប់នឹងឯណាឬថាព្រួយចិត្តដល់ពេលស្លាប់សំបីតែសេចក្តីស្លាប់ក៏មិនមែនយើងជាអ្នកធ្វើឲ្យមានដែររឿងបដិសន្ធិខណ្ឌ5អ្វីទាំងអស់ក្នុងវត្តគឺអវិជ្ជានៅត្រង់ដែលថាទទួលថាជាយើងនិងជារបស់យើងនឹងឯងមិនទាញមិនតឹងតាក់ចុះស្រាលមិនមែនទូលទុកទេតែត្រូវស្គាល់អំពីសភាពជាទុក្ខក្នុងការរស់នៅមិនទាញរមែងមិនតឹងដឹងហើយដាក់ចុះរមែងស្រាលមិនមែនទូលទុកទេតែត្រូវស្គាល់ទុក្ខរឿងខ្លះឆ្កែស្រឡាញ់ម្ចាស់ជាងម្ចាស់ស្រឡាញ់ខ្លួនឯងទៅទៀតឆ្កែអត់ចេះកុហកបោកប្រាស់ឆ្កែមិនចេះទូរយោប្រទុះគុណឆ្កែស្មោះមិនមែនដើម្បីគេឈ្មោះឬប្រាក់ទេមិនរើសអើងម្ចាស់មានឬក្ររូបល្អឬមិនល្អឋានៈស្រឡាញ់និងចងចាំម្ចាស់សូម្បីតែបែកអស់កាលយូរមនុស្សអាចមិនរាប់អានមិនគោរពខ្លួនឯងដាក់របស់ចុះអំពីក្បាលមិនស្រាលដូចដាក់របស់ចុះអំពីចិត្តរៀនរស់នៅជាមួយនឹងការពិតមិនបាច់ឈឺចិត្តមិនបាច់ហួងហែងធម្មជាតិទាំងអស់បច្ច័យដាក់តែងដោយគ្មានខ្លួនឯងនៅក្នុងដួងច័ន្ទមិនបាច់ប្រច័ណ្ឌមិនបាច់ប្រកាន់
ព្រោះថាដួងច័ន្ទមិនមានម្ចាស់ទេនាងសុជាតាកូនប្រសាអនាថបណ្ឌិកសេដ្ឋីធ្លាប់ជាព្រះបិតានៃព្រះពោធិសត្វរាជាព្រះមាតានៃព្រះរាជាបរមពុទ្ធសាសនោះច្រើនឱកាសខឹងក្រោធកាចឈ្នានីសកាចឆ្នះវាចាប្រពុះបោះបោកជេរពាសវាលពាសកាលព្រះបរមពុទ្ធសាសបានទូន្មាន3ព្រះគាថាដោយការលើកយកសម្លេងសត្វអ្វីវែកនិងសត្វតៅវ៉ៅមកប្រៀបធៀបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីភរិយា7ពួកនាងសុជាតាបានលុះសោតាបត្តផលព្រោះហេតុនោះបុគ្គលក៏បីជាអ្នកមានវាចាល្អិតល្អជាអ្នកពោលពាក្យនៃតាមប្រាជ្ញាមិនមានចិត្តរួយរាយរមែងសម្ដែងនៅអត្តនិងធម៌ភាសិតនៃបុគ្គលនោះទើបឈ្មោះថាពិរោះក្អែកពោលថាសូមឲ្យអ្នកទាំងឡាយមានសេចក្តីចម្រើនការដែលអភិសេកមានឲ្យធ្វើជាស្ដេចមិនពេញចិត្តខ្ញុំឡើយអ្នកទាំងឡាយជួបមើលមុខមានដែលមិនតាន់ក្រោតខឹងផងកំពុងត្រេកអរបែបនេះទៅហើយចុះដល់ពេលមានក្រោតខឹងនោះតើវាធ្វើមុខដូចម្ដេចទៅពេលវេលាកន្លងទៅនៅចាំរឿងល្អល្អធ្វើឲ្យចម្រើនប៉ុនផងសប្បាយចិត្តផងចំណែករឿងដែលមិនល្អវិញនោះក៏បានចាំទុកជាមេរៀនក្នុងជីវិតដ៏ល្អហាត់រៀនមើលសេចក្តីល្អអ្នកដទៃជាកុសលភាវនាលះបាបបានច្រើនកើនចិត្តសប្បាយរំសាយការប្រជែងពិចារណាសេចក្តីល្អខ្លួនឯងចេះគោរពកោតក្រែងមិនមើលងាយខ្លួនឯងមិនពួនធ្វើបាបជីវិតមិនសាបសូន្យនោះទេភាពនៃការគោរពខ្លួនឯងសេចក្តីសុខរបស់មនុស្សយើងមិនដូចគ្នាទេតែកុំប្រៀបធៀបគ្នាដោយឥសាទៅបានហើយបើប្រៀបធៀបដោយចិត្តទន់ភ្លន់តាមទុនប៉ុនមិនដូចគ្នាហើយគឺដាក់ទុកចិត្តពេញ 100% ក្នុងការពេចបែបនេះហើយយើងរឹតតែបានសុខយើងរឹតតែមិនខ្វល់បើច្រណែនធ្វើឲ្យវិនាសសេចក្តីសុខខ្លួនឯងអស់ទៅទៀតទៅច្រណែនធ្វើអីហើយច្រណែនមិនបានអីទៅវិញផងនោះបានតែការលំបាកបានតែការគិតដេកមិនលក់តែខ្លួនឯងនឹងមិនដឹងអនាគតយ៉ាងណាប៉ុន្តែសំខាន់បច្ចុប្បន្នយើងនៅក្នុងផ្លូវសម្មាដែលឆ្ពោះទៅរកទីពឹងគឺការសម្លឹងឃើញអ្វីៗត្រឹមត្រូវដោយបរមត្ថមិនថាអ្វីនោះក្នុងខ្លួនយើងឬក្នុងអ្នកដទៃណាឬក៏នៅក្នុងធម្មជាតិមេឃដីអ្វីឡើយ